អ្នកជំងឺជាច្រើននៅពេលដែលខ្ញុំនិយាយថាបងអើយសុំវបងជប់ត្បាល់ទៅជាទៅខ្ញុំសុំវគាត់ធ្វើភ្នែកភ្លឹះម៉ក់ហាក់ដូចជាមិនគ្រប់គ្រងនឹងការលើកឡើងរបស់គ្រូពេទ្យដូច្នេះហើយទើបចំនួនអ្នកជំងឺដែលមានបញ្ហាត្រចៀកដោយសារតែការត្បាល់សម្អាតត្រចៀកនោះវាកាន់តែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃហើយតាកតងទៅនឹងការត្បាល់សម្អាតត្រចៀកនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់និយមប្រើសម្ភារៈឧបករណ៍ទៅតាមស្ថានភាពគាត់នីមួយៗអ្នកខ្លះគេអ្នកមានលទ្ធភាពទៅគេទិញអាសម្លេងដំបាដែលគេទិញមកពីផ្សារពីរោងចក្រគេមានក្លុំបេអញ្ចឹងទៅអ្នកខ្លះទៅក៏ប្រើឈើចាក់ធ្មេញអ្នកខ្លះក៏ប្រើជើងធូកអ្នកខ្លះក៏ប្រើជើងស្បូវអ្នកខ្លះនោះក៏ប្រើកូនសោម៉ូតូក៏មានដែរហើយបើនៅតាមស្រុកស្រែចម្ការវិញអ្នកខ្លះដេញចាប់មួនដកយកស្លាប់ភ្លុតមកត្បាល់ត្រចៀកតែម្ដងបងប្អូនសាហាវមែនមនុស្សយើងប៉ុន្តែអាការត្បាល់សម្អាតត្រចៀកនឹងកុំថាឡើយប្រើសម្លៃកតុងដែលយើងទិញមកពីផ្សារមានក្លុំបេត្រឹមត្រូវសំបីតែយើងទៅពឹងឲ្យគេសម្អាតត្រចៀកទៅតាមតូបតាមផ្សារដែលមិនមានការសម្លាប់មេរោគត្រឹមត្រូវក៏អាចចម្លងរោគដែរទី1ទី2វាអាចមានការប៉ះទង្គិចទៅលើជាលិកាដែលស្ដើងនៅជុំវិញរន្ធត្រចៀកពេលខ្លះក៏ជ្រុលដៃប៉ះនឹងសរសៃឈាមតូចមុតហូរឈាមឈុលហើយអាចត្រចៀកលឿងនឹងគេមិនមែនចេះតែយកចេញទេអ្នកខ្លះតែកោអារម្មណ៍នៅជុំវិញរន្ធត្រចៀកនឹងអត់ត្រូវទេហ្មងអញ្ចឹងហើយបានគេឲ្យរៀនឲ្យអានសភៅឲ្យមានការបដិបដាត្រឹមត្រូវនៅមហាវិទ្យាល័យអីចឹងណាហើយកាលណាយើងចេះតែធ្វើប៉ាតណាប៉ាតនៅអានឹងបញ្ហាចេញមកក៏វេមកវាំបតេបតាមិននឹងជាស្អីទៅស្អីទេហើយទម្រាំបងប្អូនខ្លះដែលយកស្លាប់មួនណាមួនវាដេកនឹងដីវាដេកនឹងលិមួកដេកនឹងស្អីសម្រាមអញ្ចឹងទៅយើងបោចវាមកខ្វាប់បោចដាក់ចូលត្រចៀកត្បាល់និយាយពីស្រួលប៉ុន្តែកុំភ្លេចបងប្អូនដូចដាក់មេរោគចូលទៅក្នុងរន្ធត្រចៀកអញ្ចឹងបងប្អូនណារន្ធត្រចៀកយើងនៅជិតនឹងខួរក្បាលបើសិនជាមានការបង្ករោគធ្ងន់ធ្ងរស៊ីដាច់តែបន្តិចចូលទៅដល់រលាកស្រោមខួរតែម្ដងត្រចៀករបស់មនុស្សមិនត្រូវការសម្អាតជាប្រចាំទេបើមានបញ្ហាអីមិនស្រួលមកជួបក្រុមគ្រូពេទ្យជំនាញផ្នែកត្រចៀករបស់បំពង់កពិនិត្យមើលបានត្រឹមត្រូវដោយករណីនៅក្នុងវីដេអូនេះអញ្ចឹងវាអស់អាចជាជាតិល្អទៅធ្វើឲ្យកើតពពួកមេរោគផ្សិតប៊ីសនិងស៊ីដាច់ក្រដាសត្រចៀកនេះនិយាយចំទៅដោយពាក្យចាស់បុរាណលោកថាឈើមិនឈឺយូរតបៅរោគបងប្អូនបានទេអញ្ចឹងចាប់ពីថ្ងៃនេះទៅផ្ដាំកូនផ្ដាំចៅផ្ដាំអ្នកស្រុកអ្នកភូមិតគ្នាគុំនួមគ្នាត្បាល់សម្អាតត្រចៀកបើសិនជាមានបញ្ហាមិនស្រួលបញ្ជប់គ្រូពេទ្យជំនាញផ្នែកត្រចៀកច្រមុះបំពង់កអរគុណ